យកសួស្តីអ្នកនាងថ្ងៃអាទិត្យអញ្ចឹងថ្ងៃនេះផ្ទាល់ខ្ញុំនិយាយរឿងទីផ្សារហើយក៏ខ្ញុំនិយាយតាក់ទងពី signal អាណាចក្រ signal របស់យើងផ្ទាល់អ្នកនាងឃើញអាណាចក្រ signal អញ្ចឹងគឺ load ច្រើនមែនទែនមករយៈពេលចុងក្រោយនេះហើយយើងក៏បានធ្វើការ enter ឬបើក session នៅពេលចំណុចមួយដ៏ល្អហើយខ្ញុំឲ្យ signal នេះតាំងពី28ខែ2មកម្លេះតែខ្ញុំឲ្យ signal អ្នកនាងមួយហើយខ្ញុំបើក BC 2ក្រោយទៀតហើយយើងក៏បានធ្វើការបិទមួយដែរហើយយើងក៏ព្យាយាមបើកមួយទៀតហើយសម្រាប់អាណាចក្រ crypto របស់យើងឬក៏អាណាចក្រ data អាណាចក្រ signal ខ្ញុំចង់និយាយវីដេអូនៅក្នុងវីដេអូនេះច្រើនខ្លាំងមែនទែនអូភ្លេចប្រាប់អ្នកនាងវីដេអូនេះក៏វាតាក់ទងជាមួយនឹងការ giveaway ឬ lucky draw អ្នកនាងទទួលបានដូចជា 314p ឬក៏លុយរហូតដល់មក Bitcoin ឬក៏មក Bitcoin ឥឡូវគឺតម្លៃវាចូល$85,000ជាងអញ្ចឹងអ្នកនាងអាចធ្វើការសងសំណាងលេងក៏បានដែរលើនេះអត់អស់ច្រើនដូចអូខេទេលើនេះអ្នកនាងគ្រាន់តែធ្វើការហៅកាក់រយៈពេលតែមួយថ្ងៃគឺអ្នកនាងអាចធ្វើការចូលរួម campaign ហ្នឹងបានប៉ុន្តែសូមអត់ទាន់និយាយដល់ហ្នឹងទេខ្ញុំសូមនិយាយតាក់ទងរឿង data យើងមួយតាក់ទងពីអាណាចក្រ signal យើងមួយឯខ្ញុំចង់ឲ្យបងប្អូនយល់ដឹងកាន់តែច្រើនស្វែងយល់កាន់តែច្រើនកុំឲ្យថាពេលដែលយើងចូលអាណាចក្រ crypto ឬក៏អ្នកដែលអត់ចូលអីផ្សេងៗគាត់ទទួលបាន information ឬក៏ទទួលបានគាត់ចេះបើកតាមឬក៏ធ្វើការលេងដោយអត់ដឹងអីអញ្ចឹងចឹងខ្ញុំសូមនិយាយតាក់ទងពី signal យើងមួយឥឡូវខ្ញុំនិយាយតាក់ទងពី signal របស់យើងយប់មិញចុងក្រោយដែលខ្ញុំបានឲ្យអ្នកនាងផងដែរហើយ signal ហ្នឹងគឺក៏វាចូល hit TP ដែរយើងចង់និយាយថា signal បើសិនអ្នកនាងបើកក៏វា TP ដែរប៉ុន្តែខ្ញុំឲ្យអ្នកនាង emergency មូលហេតុដែលខ្ញុំឲ្យ emergency ហ្នឹងគឺសារខ្ញុំមាន reason ខ្ញុំធ្វើការមើលខ្ញុំប្រយ័ត្នប្រយែងមែនទែនព្រោះស្អីពេលដែលខ្ញុំឲ្យ signal នេះគឺមិនមែនខ្ញុំឲ្យអ្នកនាងម្នាក់5នាក់10នាក់គឺ the whole community មកសហគមន៍យើងគឺបើកទាំងអស់គ្នាចឹងមានថាលុយ flow របស់យើងគឺចូលច្រើនហើយប្រកួតប្រជែងជាមួយសហគមន៍គេផ្សេងឬក៏ global នៅទីផ្សារពិភពលោកផងដែរចឹងរាល់ពេលអ្នកនាងដឹងគឺ signal របស់ខ្ញុំមួយគឺពេលដែលខ្ញុំឲ្យគឺខ្ញុំប្រយ័ត្នប្រយែងមែនទែនពេលខ្លះទទួលស្គាល់វាមាន stop loss វាមានអីមែនប៉ុន្តែ stop loss យើងក៏ច្រើនដែរអ្នកនេះអាចធ្វើការមើលតិន័យយើងបាននេះគឺតិន័យរបស់យើងខែ1នេះគឺជាតិន័យរបស់យើងខែ2ហើយនេះគឺជាតិន័យរបស់យើងអត់ទាន់មានតិន័យខែ3របស់យើងខ្ញុំបើកបានប្រហែលជា720 signal ជាងហើយ signal របស់យើងគឺ load ទាំងអស់ TP ទាំងអស់ហើយមិន TP 1 TP 2គឺច្រើនខ្លាំងមែនទែនហើយអា TP 1 16 TP 17 TP ហ្នឹងគឺវាអត់សំខាន់ហ្មងទេអ្វីដែលសំខាន់ហ្នឹងគឺដូចអ្នកនេះមើល Ethereum របស់ខ្ញុំដែលខ្ញុំឲ្យអ្នកនេះធ្វើការ short ហ្នឹងវា load ត្រឹមតែ4 TP ឬក៏3 TP ទេប៉ុន្តែលុយវាបានច្រើនជាងអា TP ខ្លះ10ទៅទៀតមូលហេតុគឺដោយសារវាតាមតិន័យរបស់វាមួយចំនួនហើយក៏វាតាម session របស់យើងមួយចំនួនហើយក៏វាតាមកាក់មួយចំនួនអញ្ចឹងអ្នកនេះកុំសូវ focus រឿង TP ច្រើនមិនច្រើនអីផ្សេងៗអញ្ចឹងខ្ញុំព្យាយាមប្រយ័ត្នប្រយែងនៅក្នុងទីផ្សារផងដែរហើយយើងក៏អាចធ្វើការមើលក្នុងអាណាចក្រ data របស់យើងដែលយើងឲ្យអ្នក data នេះត្រូវខ្លាំងមែនតើដែលយើងឲ្យអ្នកនេះតាំងពីដូចជាប្រហែលថ្ងៃមុនដែលធីមការងារយើងឲ្យចង់ហាក់ data យើងអត់មានដូរញ៉ៃអីណាម្ដងចេះម្ដងចុះ random prediction no not like that ពួកយើងមិនមែនពួក prediction គូ TA ដែលចេះមួយថ្ងៃចុះអត់ទេពួកស្អាយយើងមើល data មើលតិន័យ floor លុយផ្សេងៗហើយយើងមើលតាក់ទងពី economy ផ្សេងៗហើយយើងមើលតាក់ទងពី potential ច្រើនមែនតើនៅក្នុង world economy ឬ world data ផងដែរអញ្ចឹងយើងយកមកយើងកណនាមើលថាតើទីផ្សារវាទៅជាយ៉ាងណាហើយបន្ទាប់មកគ្រាមការងារយើងក៏ធ្វើការ analyze ហើយព្យាយាមមើលអីផ្សេងៗហើយក៏បានផុសនៅក្នុងបន្ទប់អាណាចក្រ crypto data របស់យើងឬក៏អាណាចក្រ signal អីផ្សេងៗនៅពេលដែលខ្ញុំ drop signal ផ្សេងៗទៀតផងដែរអញ្ចឹងយើងឃើញ signal របស់យើងYeah so cool we good មែនតើវា M មែនតើប៉ុន្តែយើងក៏មាន SL មួយហើយ SL ហ្នឹងចាប់និយាយបានថាវាចែកដនមែនតើពេលដែលខ្ញុំឲ្យ signal នេះអា SL ហ្នឹងរយៈពេល30នាទីក្រោយមកចាប់ដើមទីផ្សារចាប់ដើមក្រាស់ទាំងអស់មូលហេតុអីគឺពេលហ្នឹង ឬក៏ market maker ហ្នឹងគាត់ចាប់ដើមធ្វើការ move market អីចឹងប៉ុន្តែវាក្រាស់បានរយៈពេលតែ5 10នាទីវាឡើងវិញរហូតលោតទៅដល់ TP ប្រហែល TP 3 TP 4ពេលហ្នឹង signal ខ្ញុំមួយហ្នឹងតែខ្ញុំក៏បានធ្វើការផុសតាក់ទងពី SL ហើយខ្ញុំក៏ឲ្យអ្នកនេះប្រយ័ត្នមែនតើរាល់ពេលដែលយើងធ្វើការ entry ផ្សេងៗទៀតផងដែររាល់ signal របស់ខ្ញុំទទួលស្គាល់ថាវាអាច entry ត្រឡប់ទៅវិញឬក៏វាអាចបើកម្ដងទៀតប៉ុន្តែដូចខ្ញុំនិយាយចឹងពួកខ្ញុំអត់មានធ្វើការឲ្យអ្នកនេះធ្វើមិនទេគឺអ្នកនេះត្រូវការ do your own research ខ្លួនឯងហើយអ្នកនេះត្រូវមានទំនួលខុសត្រូវដល់ពេលដែលយើងបើក signal ឬក៏យើងចាំដល់ TP ច្រើនព្រោះស្អី signal ពីច្រើនខ្ញុំឲ្យត្រឹម TP 1ឯងឲ្យជា default របស់យើងដែលយើងនិយាយប្រាប់អ្នកនេះតែបើសិនអ្នកនេះចង់ load ទៅដល់ TP 2 TP 3 TP 4 TP 5អាហ្នឹងស្រេចចិត្តអ្នកនេះប៉ុន្តែត្រូវចេះធ្វើការចេះពីរបៀបក្នុងការ set stop loss ឬក៏ SL បើសិនអ្នកនេះចង់ take រហូតដល់ TP 3 TP 4យើងត្រូវការដាក់ SL របស់យើងនៅចំណុច TP 1ឬក៏ TP 2ទៅដើម្បីយើងទៅដល់ TP ផ្សេងៗទៀតអញ្ចឹងបើវាត្រឡប់មក TP 1វានឹងបិទនៅកន្លែង TP 1 automatic អញ្ចឹងវីដេអូហ្នឹងគឺខ្ញុំនឹងផុស release នៅក្នុងខែហ្នឹងឬក៏រៀងចុងខែតិចដោយសារអីខែនេះខ្ញុំរៀង level ច្រើនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺខ្ញុំមានកិច្ចការងាររបស់ខ្ញុំនិយាយតាមត្រង់ level ជាង run trade អត់ level ដូចខ្ញុំសៅអាទិត្យក៏ខ្ញុំនៅធ្វើហើយខ្ញុំធ្វើនិយាយ random មែនតើហើយដូចអ្នកនេះដឹងអញ្ចឹងខ្ញុំមើល data មើលតិន័យខ្ញុំត្រូវការមាន meeting ហើយខ្ញុំមាន business in real life របស់ខ្ញុំត្រូវទៅមើល business in real life ហើយខ្ញុំឥឡូវបើកបាន5សាខាជាងអញ្ចឹងខ្ញុំត្រូវទៅមើលផ្សេងទៀតច្រើនមែនតើអញ្ចឹងខ្ញុំ level មែនតើសារមូលហេតុដែលខ្ញុំចង់ level ខ្លាំងហ្នឹងគឺមិនមែនមកពីការងារឬក៏មកពីអីទេគឺខ្ញុំចង់ធ្វើឲ្យខ្លួនឯង level សារខ្ញុំនៅក្មេងហើយខ្ញុំចូលចិត្តចឹងតាំងពីដើមបើសិនអ្នកនេះជា fan របស់ខ្ញុំឬក៏ជា follower នៅក្នុង Instagram story ខ្ញុំអ្នកនេះមើល story ខ្ញុំដឹងហើយគឺខ្ញុំដាច់យកជារៀងរាល់ថ្ងៃតាំងពីជំនាន់ប្រហែល 3-4 ឆ្នាំមុនរហូតដល់ឥឡូវគឺខ្ញុំនៅតែដែរមែនតើទោះបីពីមុនខ្ញុំអត់សូវមានលុយហើយឥឡូវខ្ញុំមានអញ្ញខ្ញុំមាន fan តិចខ្ញុំមិនមានលុយច្រើនខ្ញុំធម្មតាទេគាត់ថាខ្ញុំក៏អាចធ្វើការព្យាយាមធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបានមុនពេលអាយុ30តែខ្ញុំមិនអាយុ30ទេឥឡូវគឺខ្ញុំនៅក្មេងខ្ញុំត្រឹមអញ្ញវ័យពាក់កណ្ដាលជាងតែខ្ញុំនឹងព្យាយាមឲ្យតាមអ្វីដែលខ្ញុំអាចធ្វើទៅបានមុនពេលដែលយើងដល់អញ្ញប្រហែលឆ្នាំឬក៏5-6ឆ្នាំទៀតខ្ញុំអាយុប៉ុណ្ណេះគឺវាពិបាកមែនតើអញ្ចឹងតើយើងនៅក្មេងយើងអាចដាច់យកបាយយើងអាចធ្វើអ្វីបានសុខភាពយើងនៅមាំទាំតែព្យាយាម do your own research ព្យាយាមថែរក្សាសុខភាពយើងឲ្យកាន់តែច្រើនកុំឲ្យពេលដែលយើងដេកលើក្រែទៅយើងមានលុយដេកលើក្រែចប់អានេះអត់សុបាយទេអញ្ចឹងព្យាយាមថែរក្សា
សុខភាពមែនតើទោះបីជាខ្ញុំដាច់យកមែនប៉ុន្តែខ្ញុំមាន private doctor ខ្ញុំព្យាយាមប្រាប់ពីរបៀបមកហូបអាហារខ្ញុំញ៉ាំចំវីតាមីន ACC អ្នកនេះឃើញមុខខ្ញុំស្អាតឃើញមុខអីលយសាររបៀបរបស់ខ្ញុំញ៉ាំអីហើយខ្ញុំចូលចិត្តញ៉ាំផ្លែឈើញ៉ាំអីនេះជាមូលហេតុមួយដែលធ្វើឲ្យយើងអញ្ញ potential ល្អក្នុងសុខភាពរបស់យើងឬរាងកាយរបស់យើងផងដែរអញ្ចឹងឥឡូវយើងចូលដល់ការចែករង្វាន់របស់យើងឬក៏យើងទទួលបានធ្វើការលាក់គីត្ររហូតដល់314កាក់ P ហើយមួយទៀតគឺមក Bitcoin ផងដែរអញ្ចឹងអ្នកនេះអាចធ្វើការ random លេងទៅព្រោះអាហ្នឹងវាជា potential មួយខ្ញុំគិតថាអ្នកនេះគួរឲ្យចូលរួមអូខេឥឡូវយើងធ្វើការបើកទូរស័ព្ទដៃរបស់យើងចូលក្នុងទូរស័ព្ទដៃយើងគឺអ្នកឃើញផ្ទាំង P trading P day trading កាក់ P នេះខ្ញុំនិយាយមែនខ្ញុំអត់ទៅ expect ថាកាក់ហ្នឹងនឹងលេខលើទីផ្សារព្រោះសារកាក់ហ្នឹងវារៀងដូចញាត់ហ៊ាននិយាយមិនគ្រាន់ថាអ្នកនេះធ្វើការប្រយ័ត្នប្រយែងមែនតើហើយមួយទៀតអ្នកនេះឃើញថ្ងៃវានៅសល់រយៈពេលដូចជា15ថ្ងៃទៀតអ្នកនេះធ្វើការចូលរួមបានអញ្ចឹងនៅពេលដែលយើងចុច link របស់ខ្ញុំដែលខ្ញុំដាក់ link ហ្នឹងក្នុង video description ខ្ញុំឬក៏ក្រុម comment អីផ្សេងៗឬនៅក្នុង Telegram Instagram របស់ខ្ញុំអីផ្សេងៗគឺអ្នកគ្រាន់ធ្វើការចុច link ហ្នឹងហើយវា direct ចូលនៅក្នុង Bitget app អ្នកនេះគ្រាន់តែធ្វើការចុចពាក្យ join now នេះចុច join ខ្ញុំចុចពេលខ្ញុំចុចគេវា register អញ្ចឹងពេលយើង register ដើម្បីធ្វើការចូលរួមឬក៏បានរង្វាន់ដូចជា 1P 100P 1 USDT 30 USDT និយាយទៅគឺបានរង្វាន់ជានិច្ចមិនថាអត់បានទេគឺដល់បានហើយហើយក្រុមនេះគឺជាការបានដូចជា Rolex នេះការបានអីណាហ្នឹងខ្ញុំគិតថាមកចូលរួមអាហ្នឹងវាត្រូវការ trading volume ហើយមួយទៀតគឺយើង let មែនតើគឺយឺតពេលមែនតើមានន័យថាបើសិនអ្នកនេះមាន3លាន trading volume ទិញលក់ដែរបាន3លានគឺអ្នកនេះទទួលបានខ្សែដៃស្អីប៉ុន្តែដូចខ្ញុំនិយាយចឹងរង្វាន់គឺមានតែ30នាក់ទេហើយយើងហួសពេលហើយអញ្ចឹងមកចូលរួមអាហ្នឹងទេវានាំតែខាត trading fee របស់យើងឬក៏វាខាតពេលច្រើនអញ្ចឹងយើងចូលរួមអាមួយនេះអាដែលបាន P មក Bitcoin ហ្នឹងខ្ញុំគិតថាងាយស្រួល easy មែនតើអញ្ចឹងជាដំបូងគឺអ្នកនេះគ្រាន់តែធ្វើការទិញកាក់ BGB កាក់របស់ Bitget ផ្ទាល់អូខ្ញុំចង់និយាយពាក្យ BGB មួយកាក់ BGB គឺជាកាក់មួយដែលខ្ញុំឲ្យអ្នកនេះទិញតាំងពីតម្លៃ 0.40 សេន 0.50 សេនវាលោតរហូតដល់$8ខ្ញុំមានប្រហែលជា 100k កាក់ជាងដែលខ្ញុំបាន show ក្នុង live stream របស់ខ្ញុំគឺអ្នកនេះបានឃើញ live stream មួយនេះទេគឺជាការដែលខ្ញុំបានទទួលបានរហូតដល់ខ្ញុំ show អ្នកនេះថាខ្ញុំមាន BGB 100កាក់ជាងខ្ញុំ show នោះគឺខ្ញុំចង់ឲ្យអ្នកនេះធ្វើការមើល potential កាក់ BGB ខ្លាំងមែនទែនហើយបច្ចុប្បន្នគឺ BGB គឺជា exchange មួយ grow លឿនមែនហើយខ្ញុំក៏ unexpect មែនទែនថាកាក់ហ្នឹងវា grow ខ្លាំងមែនខ្ញុំ expect ថាត្រឹមតែ3រៀល4រៀលប៉ុន្តែវាលោតរហូតដល់8រៀលប៉ុន្តែខ្ញុំក៏បានធ្វើការលក់ចេញអស់ដែរប៉ុន្តែគ្រាន់ថាខ្ញុំលក់មិនលក់ដល់8រៀលខ្ញុំលក់ដូចជា6កន្លះជាងហើយទៀត$7ជាងខ្ញុំលក់ចេញអតែម្ដងខ្ញុំហូរខាសជាងរហូតដល់ពេលដែលទីផ្សារក្រាស់នេះខ្ញុំចាប់ដើមចូលវិញតដើមជាខ្ញុំជាអ្នក crypto ខ្ញុំអត់ខ្ញុំសឹងតែខ្ញុំអត់មានលុយក្នុងធនាគារទេខ្ញុំមានតែតិចទេដើម្បីធ្វើការចាយវាប្រចាំថ្ងៃឬក៏អញ្ញេ power the whole family ចឹងតែបច្ចុប្បន្នក៏ខ្ញុំនៅព្យាយាមទិញ crypto សារខ្ញុំគឺជាបុគ្គលជឿជាក់ crypto រៀនហ៊ានដឹងចឹងគឺខ្ញុំចូល crypto តាំងពី2016ជាងហើយខ្ញុំ believe ហើយខ្ញុំមាន passion ខ្ញុំស្រឡាញ់វិស័យនេះចឹងបានខ្ញុំធ្វើការនៅរហូតដល់ឥឡូវ stay in the key ជាអញ្ញេ key leader នៅក្នុង industry នេះផងដែរចឹងអូខេកុំឲ្យខាត់ពេលយើងគ្រាន់តែធ្វើការចូលទៅក្នុងអញ្ញេ register ក្រុម refer link របស់ខ្ញុំនៅក្នុង Bitget ផងដែរអ្នកនេះដឹងហើយ refer link របស់ខ្ញុំគឺមិនជា refer ដូច KL ផ្សេងទេដូចអ្នកនេះទទួលបាន$300ម្នាក់ខ្ញុំ withdraw ដូចជា10នាក់ជាងលើកមុនហ្នឹងជាប្រភេទអ្នកដែលគាត់ register ក្នុង refer link ខ្ញុំទេអញ្ចឹងអ្នកដែលគាត់ register refer link មានន័យថាខ្ញុំអាចយក campaign ខ្ញុំអាចយក withdraw យកលុយយកអីមកចែកអ្នកនេះតាមរយៈការ withdraw ផ្សាយខ្ញុំអាចចែកមនុស្សគ្រប់គ្នាបានទេអ្នកដែល register ក្រុម refer link ខ្ញុំអត់ក្រុម10000នាក់ឡើងលើ plus ហើយបើសិនខ្ញុំចែក10000នាក់វា exchange មិនមានលុយឲ្យអ្នកនេះអញ្ចឹងពីច្រើនខ្ញុំយកមកខ្ញុំធ្វើការ random មនុស្សដែលគាត់បានធ្វើការចូលថាសចូលអីឧទាហរណ៍វីដេអូនេះចឹងបើសិនអ្នកនេះធ្វើការចូលរួមវីដេអូនេះចឹងខ្ញុំអាចធ្វើការ random ឬក៏ខ្ញុំអាចលាក់ withdraw ទៅមនុស្សដែលបានចូលរួមនៅក្នុងវីដេអូនេះចឹងយើងអាចធ្វើការលេងតែទៅអាចឈ្នះមើលអត់ឃើញតែរឿងហ្នឹងអញ្ចឹងកុំឲ្យខាត់ពេលយូរនៅក្នុង campaign នេះគឺអ្នកនេះគ្រាន់តែធ្វើការ deposit ឬក៏ដាក់លុយឬក៏ទិញ BGB 10 BGB ឬក៏10កាក់អ្នកនេះទិញឲ្យដាក់ចូល spot wallet ចោលទៅឬក៏អ្នកនេះអាចធ្វើការដាក់ saving staking រយៈពេលតែ1ថ្ងៃអញ្ចឹង1ថ្ងៃក្រោយមកឬក៏1ថ្ងៃកន្លះក្រោយមកអ្នកនេះអាចធ្វើការលក់វាចេញមកក៏បានដែរអញ្ចឹងនៅពេលដែលយើងដាក់1ថ្ងៃហើយគឺយើងមានសិទ្ធិក្នុងការ lucky draw នៅនេះអា lucky draw មួយនេះគឺយើងគ្រាន់តែធ្វើការចុចអាប៊ូតុងនេះ draw ចុចប៊ូតុង draw ហ្នឹងគឺវានឹង random របស់យើងបើសិនជាវា load បែបនេះអូខេ you cannot predict call now មានន័យថាអ្នកនេះអត់ទាន់ធ្វើការធ្វើថាសវាទេអញ្ចឹងថាសវាដូចខ្ញុំនិយាយអញ្ចឹងគឺអ្នកនេះគ្រាន់តែធ្វើការទិញ BGB អូផ្លេចទី1គឺអ្នកនេះគ្រាន់ធ្វើការ register ក្រុម refer link របស់ខ្ញុំឬក៏អ្នកនេះមាន account ហើយក៏អាចធ្វើការចូលរួមបានដែរអញ្ចឹងចូលរួម register refer link អស់ហើយទី2គឺអ្នកនេះគ្រាន់តែធ្វើការទិញ BGB ទិញកាក់ BGB កាក់បោក Bitget ផ្ទាល់ហ្នឹងទិញប្រហែលជា10កាក់ជាងទុកក្នុង spot wallet រយៈពេល1ថ្ងៃខ្ញុំអាចនិយាយថា1ថ្ងៃកន្លះចុះបន្ទាប់មកគឺអ្នកនេះអាចធ្វើការចូលចុចអាកន្លែង withdraw ឬក៏ខ្ញុំច្រឡំ withdraw រហូត lucky draw ពេលនេះចុចអាកន្លែង draw ហ្នឹងហើយវានឹង random កាក់នេះអាចអ្នកនេះបានមក Bitcoin ឬក៏បានកាក់ 10p កាក់មក10p ឥឡូវដូចជា72ជាងត្រូវតែខ្ញុំបានមើលតម្លៃអញ្ចឹងអ្នកនេះអាច random លេងទៅលេខសាច់គឺអ្នកនេះអាចទទួលបានមក Bitcoin ក៏ថាបានមក Bitcoin ឡើង$85000ជាងអារឿងហ្នឹងគឺសងសំណាងទេវាអត់មានដូច giveaway របស់ខ្ញុំទេបើ giveaway ខ្ញុំចាប់ស្រាប់ខ្មែរគ្នាយើងឬក៏សហគមន៍ឬក៏ជនជាតិរបស់យើងផ្ទាល់ពេលអា giveaway នេះឬក៏ការ lucky draw នេះគឺវា random គ្នាទៅមនុស្សគ្រប់គ្នាផងដែរប៉ុន្តែវាអត់មានកំណត់ទេណាអញ្ចឹងមានថាមក Bitcoin វាអាចបានមនុស្ស10នាក់20នាក់វាអាស្រ័យទៅលើ exchange ដែលគេឲ្យទេអញ្ចឹងខ្ញុំស្គាល់គ្នានឹងយល់តាក់ទងពី campaign នេះហើយយើងឥឡូវត្រឡប់ទៅកាន់អាណាចក្រ data យើងវិញម្ដងឬក៏អាណាចក្រតាក់ទងពី signal របស់យើងផ្សេងៗអញ្ចឹងអាណាចក្រ data យើងដូចខ្ញុំបាននិយាយប្រាប់អ្នកនេះអញ្ចឹង data យើងឲ្យអ្នកនេះតាំងពី 3-4 ថ្ងៃមុនដែលយើង show តាក់ពី analyze របស់យើងឬក៏នៅក្នុងបន្ទប់ data របស់យើងអញ្ចឹងហើយយើងក៏មានបន្ទប់មួយទៀតតាក់ទងជាមួយនឹង market research ក៏ជាបន្ទប់មួយសម្រាប់ long term investor ឬក៏អ្នកដែលគាត់ជា investor អ្នកវិនិយោគហ្មងក្នុងអាណាចក្រ crypto យើងមិនមែនធំតែជាអ្នក trading អ្នកនេះឃើញអ្នកមួយចំនួនគាត់ trade ហ្នឹងតែច្រើនពីច្រើនអ្នកដែលគាត់ចូលថ្មីឬក៏អ្នកដែលចាស់គាត់ឆាតលេងមួយគ្នាទេប៉ុន្តែមានអ្នកដែលចាស់គាត់នៅនឹងយូរមែនតើដែលគាត់អត់ឆាតអត់អីទាំងអស់ពីច្រើនគាត់ជា investor ដែលគាត់អញ្ញលុយដុំលុយធំក៏មានដែរប៉ុន្តែពីច្រើនគាត់ show មុខអញ្ចឹង
គាត់នៅនឹងភាគច្រើនគាត់មើលតាក់ទងពី analyze របស់យើងតាក់ទងពី long term investment តាក់ទងពី market data របស់យើងឬក៏ market research របស់យើងគាត់មើលថាពេលណាដែលគាត់ចូលទិញ DCA ឬក៏ពេលណា buy the dip ផ្សេងអញ្ចឹងនៅពេលដែលគាត់មើលអញ្ចឹងគាត់អាចធ្វើការ buy Bitcoin ក្នុងចំណុចមួយដែលល្អដែលឥឡូវអញ្ចឹងអ្នកនេះអាចទិញ Bitcoin អញ្ចឹងបច្ចុប្បន្នក៏ល្អដែរប៉ុន្តែឬក៏ចាំទិញនៅពេលតិចទៀតក៏បានដែរយើងអាចធ្វើការ DCA ម្ដងតិចៗកុំ all in ទាំងអស់អញ្ចឹងវីដេអូនេះគឺខ្ញុំសង្ឃឹមថាអ្នកនេះនឹងចូលចិត្តវាហើយសង្ឃឹមថាអ្នកនឹងទទួលបានបទពិសោធន៍ឬអីផ្សេងៗតាមរយៈអាណាចក្រ data យើងអាណាចក្រ crypto យើងហើយគឺជាសហគមន៍មួយដែលធំជាងគេនៅក្នុង one of the South in South Asian ផងដែរព្រោះមិនខ្ញុំចេញនិយាយលេងខ្ញុំមើលទៅក្រោយខ្នងខ្ញុំគឺ top trader របស់ Bitget ផ្ទាល់ផងដែរខ្ញុំទទួលបានហ្នឹងគឺមិនលេងអ្នកនេះមិនกระดาษ certificate ដូចគេនេះឯងណាអាហ្នឹងអាណាគេយកបានតែអានេះគឺអត់មានទេអានេះខ្ញុំគិតថាវាមានសារៈសំខាន់ជាងមែនតើមូលហេតុនេះឈ្មោះខ្ញុំជាប់ global មែនតើហើយខ្ញុំជាអ្នកគេខ្ញុំគឺជា founder របស់ BSM Venture ហើយក៏ជា founder របស់អាណាចក្រ crypto ផ្ទាល់ផងដែរ top trader ទៀតអញ្ចឹងខ្ញុំស្គាល់គ្នានឹងចូលចិត្តវីដេអូនេះហើយជម្រាបលានេះ see you នៅក្នុងវីដេអូក្រោយផងដែរហើយ yes see you inside អាណាចក្រ crypto